សូមគោរពជំរាបសួរអ៊ំពូមីងបងប្អូននិងប្រិយមិត្តទាំងឡាយក្នុងការទស្សនាវីដេអូបង្ហាញអំពីប្រវត្តិសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទីតាំងចាស់ជាដំបូងខ្ញុំសូមបង្ហាញអគារជុំវិញនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះបើយើងរាប់ចាប់ពីព្រះបរមរាជវាំងដែលនៅខាងត្បូងនេះគឺសាកលវិទ្យាល័យត្រូវសម្គាល់ដោយពណ៌ក្រហមនៅចំកាច់ជ្រុងរវាងផ្លូវទាំងពីរបន្ទាប់មកគឺជាសារមន្ទីរដែលនៅប៉ែកខាងកើតនៃសាកលវិទ្យាល័យដែលសម្គាល់ដោយពណ៌ខៀវផ្ទៃមេឃនៅខាងកើតនៃសារមន្ទីរនេះទៀតសោតគឺជាវាមេនឬវាមេរុដូច្នេះទីតាំងនៃសាកលវិទ្យាល័យដែលនៅទិសពីយប់នេះបើគិតពីវត្តភ្នំមកដោយចាប់ផ្ដើមចេញពីរង្វង់មូលវត្តភ្នំតាមវិថីព្រះនរោត្តមប្រមាណ1គីឡូក៏មានផ្លូវបត់ឆ្វេងទៅទិសខាងកើតប្រមាណ200ម៉ែត្រនឹងដល់ទីតាំងសាលាផ្ទាល់នៅក្នុងដំណើរផ្លូវជាង100ឆ្នាំនៃសាលារចនានិងក្រោយមកបានក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ1965ដោយបានឆ្លងកាត់និងបត់បែនគ្រប់ទេសកាលជាច្រើនក្នុងសង្គមខ្មែរពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតនៅក្នុងដំណើរដ៏វែងឆ្ងាយមួយនេះបានរក្សាទុកនៅការចងចាំប្រវត្តិអនុស្សាវរីយ៍និងមនុស្សជាច្រើនដែលបានពាក់ព័ន្ធនឹងស្ថាប័នអប់រំវប្បធម៌សិល្បៈដ៏ចំណាស់នេះស្មារតីការចងចាំទាំងអស់នោះពុំអាចរក្សាឲ្យបាននៅគង់វង្សយូរអង្វែងបាននោះទេនឹងអាចឈានទៅដល់ការបាត់បង់នៅក្នុងថ្ងៃណាមួយម្ល៉េះហើយតើបយើងខ្ញុំព្យាយាមប្រមូលនៅទិន្នន័យឯកសារព័ត៌មាននានាព្រមទាំងសម្រង់រូបរាងទាំងអស់ក្នុងបរិវេណសាកលវិទ្យាល័យនេះទុកជាសាវតាសម្រាប់មហាជនទូទៅក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតដើម្បីឆ្វេងយកជាចំណេះដឹងសម្រាប់សិក្សាមរតកទាំងនេះតរៀងទៅបន្ទាប់មកខ្ញុំសូមលើកឡើងបន្តអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគេតែងស្គាល់ដំបូងឡើយហៅថាសាលារចនាហើយសាលានេះបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី14ខែធ្នូឆ្នាំ1917ក្នុងរាជព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិដោយផ្ទេរចេញពីរោងជាងសិល្បៈព្រះបរមរាជវាំងនៅពេលបង្កើតសាលានេះដំបូងគេហៅឈ្មោះជាទូទៅថាសាលារចនារីឯភាសាបារាំងគេហៅថា École des Arts Cambogiens ដែលមានលោកសកូរីយេជាជនជាតិបារាំងជាអ្នកជំនាញខាងសិល្បៈមកជួយជ្រោមជ្រែងរៀបចំនិងលើកស្ទួយតម្លៃសិល្បៈរបស់ខ្មែរនៅជំនាន់នោះមានការបណ្ដុះបណ្ដាលជំនាញផ្សេងៗគ្នាដូចជាផ្នែកគំនូរជាងទងជាងស្មិតចម្លាក់ឈើចម្លាក់ពុម្ពខ្មុកតម្បាញសូត្រភ្លេងរបាំហើយចាប់ផ្ដើមពីកម្រិតថ្នាក់បឋមដោយមានទាំងកុមារតូចៗនិងក្មេងជំទង់ដោយចូលរៀនទៅតាមជំនាញផ្សេងៗហើយខ្លះទៀតបន្តរៀនជាច្រើនឆ្នាំរហូតទទួលបានចំណេះជំនាញនិងក្លាយជាគ្រូបង្រៀនបន្តទៀតផងដែរដោយយោងតាមព្រះរាជក្រមលេខ226បរោចុះនៅថ្ងៃទី18ខែមករាឆ្នាំ1965សាលារចនាបានក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានភាសាកាត់ហៅថាសភវសក្រោមព្រះរាជតម្រិះនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុដោយក្នុងនោះមានជំនាញធំចំនួន5រួមមានមហាវិទ្យាល័យបុរាណវិទ្យាមហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យាមហាវិទ្យាល័យសូនរូបមហាវិទ្យាល័យតន្ត្រីនិងមហាវិទ្យាល័យនាដសាស្ត្រលុះដល់ឆ្នាំ1970ដល់ឆ្នាំ1975សាកលវិទ្យាល័យនេះបានប្តូរឈ្មោះមកជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតាមស្ថានភាពនយោបាយនៅគ្រានោះដោយបន្តបេសកកម្មដូចមុនដដែលប៉ុន្តែចាប់តាំងពីឆ្នាំ1975ដល់ឆ្នាំ1979សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះត្រូវបានបិទទ្វារទាំងស្រុងក្នុងសម័យគ្រប់គ្រងប្រទេសដោយខ្មែរក្រហមសូមរំលឹកថានៅទសវត្សរ៍1960ដល់1970ការរៀនជំនាញនីមួយៗមានរយៈពេលខុសៗគ្នាសម័យនោះផ្
ផ្នែកបុរាណវិទ្យាតម្រូវឲ្យរៀនរយៈពេល5ឆ្នាំផ្នែកស្ថាបត្យកម្មនិងនគររូបនីយវិទ្យារៀនរហូតដល់7ឆ្នាំរីឯផ្នែកសិល្បៈសូនរូបរៀនរយៈពេល3ឆ្នាំកន្លះផ្នែកតន្ត្រីនិងផ្នែកសិល្បៈនីតិសាស្ត្រគឺត្រូវបានឆ្លងកាត់ការសិក្សាក្នុងជំនាញរបស់ខ្លួនពីថ្នាក់បឋមរហូតដល់ថ្នាក់មធ្យមបញ្ចប់ដោយជោគជ័យទើបអាចបន្តចូលមកសិក្សានៅកម្រិតថ្នាក់បរិញ្ញាបត្រនេះបានយ៉ាងណាមិញចាប់ពីពេលបើកដំណើរការនឹងមានថ្នាក់ឧត្តមសិក្សាឡើងវិញនៅចុងឆ្នាំ1988មកកម្មវិធីសិក្សាក៏ត្រូវបានអនុវត្តតាមលំនាំចាស់ពីមុននោះដដែលក៏ប៉ុន្តែលុះមកដល់ទសវត្សរ៍ឆ្នាំ2000ចាប់ផ្ដើមមានការកែប្រែកម្មវិធីសិក្សាខ្លះឲ្យសមស្របបែបផែនសម័យថ្មីជាមួយនឹងសហគមន៍អាស៊ានផងដែរគឺមានការកែប្រែដូចជាផ្នែកបុរាណវិទ្យារៀនរយៈពេល4ឆ្នាំផ្នែកស្ថាបត្យកម្មរៀនត្រឹមរយៈពេល5ឆ្នាំនិងផ្នែកតន្ត្រីនាដសាស្ត្ររៀនរយៈពេល4ឆ្នាំរីឯផ្នែកសូនរូបមានជំនាញផ្សេងយ៉ាងច្រើនខ្លះត្រូវឆ្លងកាត់ការរៀនសូត្រជំនាញមកពីថ្នាក់មធ្យមនិងខ្លះទៀតត្រូវមានសញ្ញាបត្រចំណេះដឹងទូទៅថ្នាក់មធ្យមសិក្សាកម្រិត2បន្ទាប់ពីរំដោះប្រទេសឲ្យរួចផុតពីរបបខ្មែរក្រហមមកការបណ្ដុះបណ្ដាលវិស័យសិល្បៈចាប់ផ្ដើមរៀបចំបើកទ្វារឡើងវិញត្រឹមកម្រិតសាលារចនាតាមសេចក្តីសម្រេចលេខ8680ចុះថ្ងៃទី9ខែឧសភាឆ្នាំ1980គ្រានោះមានគ្រូនិងនិស្សិតចាស់ដែលធ្លាប់បានសិក្សានៅទីនេះដែលបានសេះសល់ពីសេចក្តីស្លាប់ក្នុងសម័យខ្មែរក្រហមដ៏ឃោរឃៅនោះក៏មកជួយរៀបចំឲ្យមានកម្មវិធីសិក្សាក្នុងសាលានេះជាបណ្ដើរនៅក្រោមពាក្យស្លោកមួយឃ្លាថាអ្នកចេះច្រើនបង្រៀនអ្នកចេះតិចរហូតដល់ថ្ងៃទី27ខែមករាឆ្នាំ1981ទើបសាលានេះបើកទ្វារដំណើរការឡើងវិញនិងក្រោមការគ្រប់គ្រងស្ដារវិស័យសិល្បៈឡើងវិញដោយលោកព្រឹទ្ធាចារ្យឆេងផុនក្នុងកម្រិតមធ្យមសិក្សាហើយមានឈ្មោះថាសាលាវិចិត្រសិល្បៈដោយបណ្ដុះបណ្ដាលតាមជំនាញផ្នែកសិល្បៈផ្សេងខែតុលាឆ្នាំ1988តាមអនុក្រឹត្យប្រែក្លាយសាលាវិចិត្រសិល្បៈឲ្យទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក៏បានកើតឡើងវិញពេលនេះសាកលវិទ្យាល័យទាំងមូលមានមហាវិទ្យាល័យតាមជំនាញធំចំនួន5ដូចគ្រាដើមបន្ទាប់មកចាប់តាំងពីឆ្នាំ1994រហូតដល់បច្ចុប្បន្ននេះបានបដូរឈ្មោះទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយស្របតាមស្ថានភាពសង្គមជាតិនាសម័យថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតែងស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជារៀងដរាបយើងមកនិយាយអំពីថ្នាក់ដឹកនាំសាកលវិទ្យាការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈវិញម្ដងចាប់តាំងពីឆ្នាំ1965រហូតមកដល់បច្ចុប្បន្នមានចំនួន9រូបរួមមានលោកវ៉ាន់វ៉ូលីវ៉ាន់ដឹកនាំឆ្នាំ1965រហូតដល់ឆ្នាំ1966លោកហងធុនហាក់ដឹកនាំឆ្នាំ1966ដល់ឆ្នាំ1970ចំណែកឯលោកហួតកឹមលៀងដឹកនាំឆ្នាំ1970រហូតដល់ឆ្នាំ1975លោកប៉ែនយេតដឹកនាំឆ្នាំ1988រហូតដល់ឆ្នាំ1993រីឯលោកសិតប៊ុនហុកដឹកនាំឆ្នាំ1993លោកតុយគឿនដឹកនាំឆ្នាំ1994ដល់ឆ្នាំ2008ឯកឧត្តមសោមសុគន្ធដឹកនាំនៅកំឡុងខែឧសភាដល់ខែធ្នូនៅឆ្នាំ2008ឯកឧត្តមប៊ុងសុវត្ថិដឹកនាំឆ្នាំ2008ដល់ឆ្នាំ2018ឯកឧត្តមហេងសុផាឌីដឹកនាំឆ្នាំ2018រហូតមកដល់បច្ចុប្បន្នផងដែរមហាវិទ្យាល័យបុរាណវិទ្យាត្រូវបានបែងចែកជា2ដំណាក់កាលធំៗ
មហាវិទ្យាល័យបូរ៉ាណវិទ្យាបង្កើតជាផ្លូវការក្នុងដំណាក់កាលទី1នៅថ្ងៃទី18ខែមករាឆ្នាំ1965ក្នុងឱកាសនៃការរៀបចំពង្រីកសាលាវិចិត្រសិល្បៈផងដែរឲ្យក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលក្នុងនោះមានមហាវិទ្យាល័យចំនួន5ហើយដំណើរការរហូតដល់ឆ្នាំ1975ក្នុងរយៈកាល10ឆ្នាំចាប់ពីពេលបង្កើតមហាវិទ្យាល័យនេះមករហូតដល់ថ្ងៃបិទទ្វារជាបណ្ដោះអាសន្នមាននិស្សិតចូលរៀនបាន5ចំនួនហើយសរុបចំនួនប្រហែល70នាក់ដំណាក់កាលទី2ក្រោយពីបានផ្អាកបណ្ដោះអាសន្នមកនៅក្នុងសម័យកាលមានសង្គ្រាមនៅទសវត្ស1970ទើបមានការរៀបចំបង្កើតមហាវិទ្យាល័យបូរ៉ាណវិទ្យាជាផ្លូវការឡើងវិញគឺនៅថ្ងៃទី5ខែតុលាឆ្នាំ1988និងបន្តជាហូរហែមកដល់បច្ចុប្បន្នផងដែរតាំងពីបង្កើតឡើងមក មហាវិទ្យាល័យបូរ៉ាណវិទ្យាមាន36ចំនួននិងចំនួននិស្សិតឆ្នាំចុងក្រោយមាន34នាក់និងចំនួននិស្សិតសរុបមានប្រមាណ 1000 នាក់ផងដែរហើយក៏កំពុងតែដំណើរការទៅមុខជាប្រចាំចំពោះថ្នាក់ដឹកនាំនិងគ្រប់គ្រងតាំងពីបង្កើតមហាវិទ្យាល័យបូរ៉ាណវិទ្យាមហាវិទ្យាល័យនេះត្រូវបានគ្រប់គ្រងដោយព្រឹទ្ធបុរសសរុបចំនួន11រូបនិងព្រឹទ្ធបុរសរងចំនួន30រូបមហាវិទ្យាល័យស្ថាបត្យកម្មនៅនគររូបនីយវិទ្យាត្រូវបានបង្កើតឡើងស្របទៅតាមតម្រូវការនៃធនធានមនុស្សនៅក្នុងវិស័យស្ថាបត្យកម្មនិងការអភិវឌ្ឍទីក្រុងផងដែរមហាវិទ្យាល័យនេះមានចំនួន36ចំនួននិងចំនួននិស្សិតឆ្នាំចុងក្រោយ193នាក់និងចំនួននិស្សិតសរុបប្រមាណ 6000 នាក់ផងដែរមហាវិទ្យាល័យនេះត្រូវបានគ្រប់គ្រងដោយព្រឹទ្ធបុរសចំនួន11រូបនិងព្រឹទ្ធបុរសរងសរុបចំនួន24រូបមហាវិទ្យាល័យសិល្បៈសូនរូបត្រូវបានវិវត្តនៅក្នុងទម្រង់ដំណាក់កាលធំបន្ទាប់ពីការកកើតសាលារចនាតាំងពីឆ្នាំ1917នៃគ្រិស្តសករាជបានប្រមូលផ្ដុំក្រុមសិល្បករនៃរោងជាងសិល្បៈប្រចាំព្រះបរមរាជវាំងនិងបណ្ដាជាងល្បីៗនៅតាមបណ្ដាខេត្តនានាមកជួយបង្ហាត់បង្រៀននិងបណ្ដុះបណ្ដាលដល់បណ្ដាសិស្សទៅលើសិល្បៈបែបប្រពៃណីខ្មែរដំណាក់កាលទី1មហាវិទ្យាល័យសិល្បៈសូនរូបបានកើតឡើងក្រោមទម្រង់វិវត្តបន្តពីចំណេះដឹងដែលបានបង្រួមយកតែជំនាញ2យកមកបន្តនៅក្នុងថ្នាក់ឧត្តមសិក្សាគឺទី1ផ្នែកគំនូរទំនើបទី2ផ្នែកចម្លាក់ទំនើបចំពោះផ្នែកតុបតែងលម្អនៃស្ថាបត្យកម្មគឺជាជំនាញបង្កើតថ្មីដំណាក់កាលទី2គឺជាពេលវេលាដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានបើកទ្វារឡើងវិញនៅឆ្នាំ1989ជំនាញតុបតែងលម្អនៃស្ថាបត្យកម្មដែលមាន27ចំនួននិងមានចំនួននិស្សិតឆ្នាំចុងក្រោយ103នាក់និងមានចំនួននិស្សិតសរុបប្រមាណ 2000 នាក់ជំនាញគំនូរសាគមនេគមមាន16ចំនួនដែលមាននិស្សិតឆ្នាំចុងក្រោយ48នាក់និងមានចំនួននិស្សិតសរុបប្រមាណ700នាក់ជំនាញវិចិត្រកម្មមាន33ចំនួនដែលមានចំនួននិស្សិតឆ្នាំចុងក្រោយ10នាក់និងមានចំនួននិស្សិតសរុបប្រមាណ300នាក់ជំនាញចម្លាក់មាន31ចំនួនដែលមានចំនួននិស្សិតឆ្នាំចុងក្រោយ6នាក់និងមានចំនួននិស្សិតសរុបប្រមាណ150នាក់មហាវិទ្យាល័យដូរតន្ត្រីបានវិវត្តមកពីសាលាជាតិដូរតន្ត្រីដែលគេស្គាល់តាំងពីឆ្នាំ1958មកម្ល៉េះសាលាមានទីតាំងនៅម្ដុំក្រោយពេទ្យចិនក្រោយមកក៏បានផ្លាស់ប្ដូរទីតាំងមកនៅម្ដុំទួលគោកវិញនៅឆ្នាំ1962នៅឆ្នាំ1963សាលាតន្ត្រីបុរាណត្រូវបានបង្កើតឡើងដែលជាផ្នែកមួយនៃសាលារបាំ
និងល្ខោនដែលមានទីតាំងនៅម្ដុំទីស្តីការគណៈរដ្ឋមន្ត្រីបច្ចុប្បន្ននៅឆ្នាំ 1965 ពេលដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបានបង្កើតឡើងនោះវងតន្ត្រីចម្រុះក៏ត្រូវបានបង្កើតឡើងដោយមានឧបករណ៍តន្ត្រីបុរាណខ្មែរនិងឧបករណ៍តន្ត្រីបស្ចិមប្រទេសប្រគំរួមគ្នាជាអកុសលដោយសារតែភ្លើងសង្គ្រាមនៅក្នុងប្រទេសមហាវិទ្យាល័យតន្ត្រីក៏បានបិទទ្វារដូចទៅនឹងមហាវិទ្យាល័យផ្សេងៗទៀតដែរលុះមកដល់ឆ្នាំ 1980 សាលាវិចិត្រសិល្បៈបានបើកដំណើរការឡើងវិញដែលនៅក្នុងនោះមានផ្នែកតន្ត្រីរបាំសៀកល្ខោននិងផ្នែកសូនរូបសាលាតន្ត្រីបានក្លាយជាមហាវិទ្យាល័យតន្ត្រីដែលមានទីតាំងនៅខាងលិចជាប់ស្តាតចាស់ការវិវត្តចេះតែបន្តទៅមុខរហូតដល់ឆ្នាំ 2005 មហាវិទ្យាល័យតន្ត្រីបានផ្លាស់ប្ដូរទីតាំងក្បែរស្តាតចាស់ទៅកាន់ទីតាំងថ្មីនៅក្នុងភូមិបឹងបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញរហូតមកដល់ឆ្នាំ 2007 មហាវិទ្យាល័យតន្ត្រីបានផ្លាស់ប្ដូរទីតាំងចុងក្រោយមកក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នចាប់តាំងឆ្នាំ 1959 មកដល់បច្ចុប្បន្នមហាវិទ្យាល័យតន្ត្រីមាននិស្សិតចំនួន 27 ចំនួននិងចំនួននិស្សិតឆ្នាំចុងក្រោយ 38 នាក់សរុបចំនួននិស្សិតប្រមាណ 900 នាក់ផងដែរដោយឡែកអ្នកគ្រប់គ្រងរួមមានព្រឹទ្ធបុរសចំនួន 11 រូបនិងព្រឹទ្ធបុរសរងចំនួន 18 រូបមហាវិទ្យាល័យសិល្បៈនាដសាស្ត្រត្រូវបានបង្កើតឡើងនៅឆ្នាំ 1965 ដែលដំណើរគ្នាទៅនឹងមហាវិទ្យាល័យទាំង 4 ទៀតផងដែរតែចាប់តាំងពីពេលបង្កើតភ្លាមមហាវិទ្យាល័យនាដសាស្ត្រនេះពុំដំណើរការដោយមហាវិទ្យាល័យដទៃទៀតនោះទេពោលគឺបានត្រឹមតែជាសាលាល្ខោនជាតិប៉ុណ្ណោះដែលមានទីតាំងនៅក្រសួងអភិវឌ្ឍជនបទសប្តាហ៍ថ្ងៃបន្ទាប់ពីរបបប្រល័យពូជសាសន៍មកមហាវិទ្យាល័យនេះត្រូវបានបើកទ្វារឡើងវិញក្រោមទម្រង់លក្ខណៈដូចនឹងមហាវិទ្យាល័យតន្ត្រីដែរការបើកដំណើរការជាលើកទី 2 នេះមហាវិទ្យាល័យសិល្បៈនាដសាស្ត្រទទួលបាននិស្សិតសរុបចំនួន 40 នាក់ជាការសោកស្ដាយនៅក្នុងដំណើរការនៃការបង្រៀនបានត្រឹមរយៈពេលតែ 1 ឆ្នាំក៏បង្ខំចិត្តបិទវិញដោយសារតែខ្វះសាស្ត្រាចារ្យជំនាញនិងពុំទាន់បានរៀបចំកម្មវិធីសិក្សាបានច្បាស់លាស់មួយឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ 1989 ដល់ឆ្នាំ 1990 មហាវិទ្យាល័យនេះត្រូវបានបើកដំណើរការវិញប៉ុន្តែដំណើរការនេះបានត្រឹមរយៈពេលតែ 3 ឆ្នាំក៏ត្រូវបានបិទទ្វារម្ដងទៀតដោយសារតែកត្តាខ្វះខាតសាស្ត្រាចារ្យជំនាញនិងកម្មវិធីសិក្សាទាំងមូលពុំដំណើរការបានទៀងទាត់លុះមកដល់ឆ្នាំ 1999 មហាវិទ្យាល័យសិល្បៈនាដសាស្ត្រក៏បានបើកទ្វារឡើងវិញទៀតជាលើកទី 3 លុះមកដល់ឆ្នាំសិក្សា 2010 2011 តើមហាវិទ្យាល័យនាដសាស្ត្រនិងមហាវិទ្យាល័យតន្ត្រីបានផ្លាស់ប្ដូរទីតាំងពីបឹងបាយ៉ាបមករួមជាមួយមហាវិទ្យាល័យទាំង 3 ទៀតនៅក្រោមដំបូលតែមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរហូតមកដល់បច្ចុប្បន្នចាប់តាំងពីឆ្នាំ 1988 មកដល់បច្ចុប្បន្នមហាវិទ្យាល័យសិល្បៈនាដសាស្ត្រមាន 25 ចំនួនដែលមានចំនួននិស្សិតឆ្នាំចុងក្រោយ 22 នាក់និងចំនួននិស្សិតសរុបប្រមាណជាង 500 នាក់ជាបន្តទៅទៀតនេះយើងសូមអធិប្បាយប្រវត្តិនិងរូបរាងអគារមហាវិទ្យាល័យបុរាណវិទ្យាដែលបានដាក់បង្ហាញដូចទៅនឹងប្លង់នេះត្រូវបានកកើតឡើងទន្ទឹមគ្នាជាមួយនឹងសាលារចនាហើយការសិក្សានៅលើអគារនេះក៏ត្រូវបានវិវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ 2011ដោយមានចំនួននិស្សិតកើនឡើង
ដែលធ្វើឲ្យមានការកែប្រែទម្រង់អគារដោយបានសាងសង់បន្ថែមនៅចំនួនអគារមួយជាន់ទៀតហើយមហាវិទ្យាល័យនេះត្រូវបានបន្ថែមនៅការសាងសង់ស័ក្តិខាងជើងនៅក្នុងកំឡុងឆ្នាំ1965នៅពេលដែលចាប់ផ្ដើមបើកដំណើរការសាកលវិទ្យាល័យ ដោយការវិវត្តនៅទសវត្សរ៍ឆ្នាំ1960អគារសាងកញ្ចក់ក៏បានលេចរូបរាងឡើងដោយបានតភ្ជាប់ចុងផ្នែកខាងលិចទាំងសងខាងនៃអគារបុរាណវិទ្យាផងដែរគេសង្សារនេះដោយបង្កើតដោយមានលំហនៅផ្នែកខាងក្រោមនៃអគារនេះត្រូវបានរចនាដោយបានបំពាក់នៅបង្អួចកញ្ចក់ធំនៅផ្នែកសងខាងនៃអគារដែលអនុញ្ញាតឲ្យមានពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់ចំណែកលំហនៅផ្នែកខាងក្រោមវិញអគារបានភ្ជាប់ជាមួយសួនច្បារបៃតងរបស់អគារបុរាណវិទ្យាដែលបានដើរតួយ៉ាងសំខាន់សម្រាប់ការជួបជុំកម្មវិធីផ្សេងៗដូចជាការសម្ដែងនានាកម្មវិធីពិព័រណ៍កម្មវិធីសាសនានិងកម្មវិធីប្រពៃណីផ្សេងៗជាដើមអគារ D ជាអគារសិក្សាស្ថាបត្យកម្មនៅនគររូបនីយវិទ្យាអគារនេះត្រូវបានសាងសង់បណ្ដោយថ្ងៃស្របជាមួយនឹងការិយាល័យស្ថាបត្យកម្មផងដែរជាមួយនឹងកម្ពស់2ជាន់រាងជាចតុកោណកែងអគារនេះសង់ឡើងពីបេតុងអាមេដំបូលពិតប្រក់ក្បឿងស្រកាលេងដោយមានគ្រឿងបំពាក់ដូចជាទ្វារបង្អួចឥដ្ឋខ្យល់ល្បាក់ជុំវិញជាន់ផ្ទាល់ដីមានសារទ្រឹស្ដីមួយនិងបន្ទប់សាស្ត្រាចារ្យមួយនៅផ្នែកខាងកើតលើសពីនេះមានទ្វារចំនួន3ធ្វើពីឈើនិងបន្ថែមរាងជាកន្លះរង្វង់ពីលើនៃផ្នែកខាងត្បូងនៃអគារនៅចន្លោះកណ្ដាលនៃទ្វារចូលមានរូបចម្លាក់ស្រីគ្រប់លក្ខធ្វើពីបេតុងនិងមានបង្អួចស្លាបព្រិលមានរាងជាកន្លះរង្វង់ធ្វើពីឈើនៅជុំវិញអគារផងដែរនិងប្រើប្រាស់ឥដ្ឋខ្យល់នៅផ្នែកខាងកើតនៅតាមផ្នែកខាងក្រោមនៃបង្អួចមានលម្អនៅចម្រឹងរាងជាក្រឡាចត្រង្គចំពោះជាន់ទី1វិញមានចំនួន2បន្ទប់រៀននិងត្រូវបានបំពាក់នៅបង្អួចឈើរាងទ្រវែងនៅផ្នែកជុំវិញអគារនេះជាន់ផ្ទាល់ដីត្រូវបានប្រើប្រាស់សម្រាប់ជាសាលទ្រឹស្ដីនិងប្រើប្រាស់ជាសាលពិព័រណ៍នៅពេលមានកម្មវិធីពិព័រណ៍របស់សាលានិងជាន់ខាងលើមានបន្ទប់ទ្រឹស្ដីចំនួន2អគារ E បច្ចុប្បន្នជាការិយាល័យរបស់មហាវិទ្យាល័យស្ថាបត្យកម្មនៅនគររូបនីយវិទ្យាអគារ E ត្រូវបានសាងសង់នៅក្នុងឆ្នាំ1950អគារនេះផងដែរត្រូវបានរចនាបណ្ដោយថ្ងៃនិងមានកម្ពស់2ជាន់រាងជាចតុកោណកែងនិងរំលេចបង្គំមាឌរាងចតុកោណកែងតូចប៉ិតកែង2នៅតាមជ្រុងសងខាងនៃអគារនេះសង់ឡើងពីបេតុងអាមេដំបូលពិតប្រក់ក្បឿងស្រកាលេងដោយមានគ្រឿងបំពាក់ជាន់ផ្ទាល់ដីដូចជាទ្វារបង្អួចឥដ្ឋខ្យល់ល្បាក់ជុំវិញនិងមានទ្វារចំនួន2ធ្វើពីឈើមាននៅផ្នែកខាងត្បូងនិងផ្នែកខាងលិចនិងមានបង្អួចស្លាបព្រិលមានរាងជាកន្លះរង្វង់ធ្វើពីឈើចំនួន4នៅផ្នែកខាងត្បូងនិងក្រៅពីនេះជាបង្អួចឈើស្លាបព្រិលរាងទ្រវែងតាមជ្រុងនៃអគារមានបំពាក់ឥដ្ឋខ្យល់ដើម្បីទាក់ទាញយកខ្យល់ចូលទៅក្នុងអគារផងដែរចំពោះជាន់ទី1វិញគេត្រូវបានបំពាក់បង្អួចឈើរាងស្លាបព្រិលទ្រវែងនៅផ្នែកសងខាងនៃអគារនិងប្រើប្រាស់ឥដ្ឋខ្យល់នៅតាមជ្រុងរបស់អគារសម្រាប់យកខ្យល់និងសោភ័ណភាពរបស់អគារនេះត្រូវបានប្រើប្រាស់សម្រាប់ជាការិយាល័យរបស់មហាវិទ្យាល័យស្ថាបត្យកម្មនៅនគររូបនីយវិទ្យានៅផ្នែកខាងក្រោមនៅផ្នែកខាងលើប្រើប្រាស់ជាសាលទ្រឹស្ដីផងដែរអគារ F ត្រូវបានរចនាឡើងជាមួយដំបូលរងទ្រវែងមួយបណ្ដោយថ្ងៃដែលមានគ្រឿងបង្គុំដែកប្រក់ស័ង្កសីក្រឡាក្បឿងអគារនេះសាងសង់មួយជាន់ផ្ទាល់ដីបំពាក់ដោយបង្អួចនិងទ្វារកញ្ចក់សម្រាប់ការរចនាដែលបំពាក់ទ្វារបង្អួចកញ្ចក់សងខាងនិងមានឥដ្ឋខ្យល់ភ្ជាប់នៅខាងលើនៃទ្វារអគារសពថ្ងៃប្រើប្រាស់សម្រាប់ថ្នាក់សិក្សា0រូបនិងមានបន្ទប់រដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងភ្ជាប់ជាមួយបន្ទប់ទឹកនៅទិសខាងលិចនៃអគារផងដែរអគារដូរតន្ត្រីនិងនាដសាស្ត្រ
ត្រូវបានរចនាជារាងទ្រវែងមួយទទឹងថ្ងៃជាប់របងផ្នែកខាងលិចបង្អស់នៃសាកលវិទ្យាល័យអគារនេះសង់ពីឥដ្ឋដំបូលរងដែលគ្រោងដំបូលធ្វើពីឈើប្រក់ដោយក្បឿងស្រកាលេងហើយលក្ខណៈពិសេសនៃអគារនេះគឺដំបូលត្រូវបានបន្ថែមនៅដំបូលរាងមាត់ចាបបន្ថែមពីលើដំបូលរងនោះផងដែរនៅផ្នែកខាងក្រោយនៃអគារគេសង្កេតឃើញថាមានដំបូលនៅជាន់ក្រោមគ្របពីលើបង្អួចនៃទិសខាងលិចអគារនេះត្រូវបានប្រើប្រាស់សម្រាប់ជំនាញនាដសាស្ត្រនិងតន្ត្រីមានសាលប្រជុំថ្នាក់រៀនបន្ទប់ប្រគំតន្ត្រីអគារឆ្នាំសិក្សាថ្នាក់មូលដ្ឋានជាព្រះរាជអំណោយរបស់ព្រះករុណាព្រះមហាក្សត្រត្រូវបានសាងសង់រួចនៅឆ្នាំ2004អគារនេះមានកម្ពស់2ជាន់ទាំងជាន់ផ្ទាល់ដីជាអគារដែលសង់ពីបេតុងអាមេប្រក់ក្បឿងក្បាច់ចំណែកចុងខាងជើងនិងខាងត្បូងមានដំបូលត្រឡែងកែងតជាប់គ្នាដោយខ្នងដំបូលបណ្ដោយរីឯចុងដំបូលខាងលិចធ្លាក់មកគ្របពីលើល្វែងបាំងសាចផ្នែកខាងក្រោយវាជាអគារទទឹងថ្ងៃដែលចុងដំបូលសងខាងជាដំបូលត្រឡែងកែងមានហោជាង3ជ្រុងដែលផ្នែកខាងកើតចំកណ្ដាលមានដំបូលលយទៅមុខមានហោជាងរូបព្រះវិស្ណុនិងក្បាច់ភ្ញីទេសនិងទ្រដោយសសរធំចំនួន4ឯហោជាងចំនួន4ដទៃទៀតធ្វើពីស្លាបព្រិលឈើជាន់ក្រោមជាថ្នាក់រៀនមានទ្វារនិងបង្អួចស្លាបព្រិលឈើឯបង្អួចជាន់ខាងលើនិងបង្កាន់ដៃជញ្ដើរមានបំពាក់កូនក្រឡឹងស៊ីម៉ង់តគ្នាអគារនេះនៅផ្នែកខាងជើងនិងផ្នែកខាងត្បូងពីដានជាន់ខាងលើជាបេតុងតាមរាងជម្រាលដំបូលនៅខាងត្បូងជាប់ទួនច្បារមានជណ្ដើរធំមួយដែលជាទីតាំងតម្កល់រូបសំណាកបុគ្គលសំខាន់មួយចំនួនដូចជាព្រះបរមរូបព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិព្រះករុណាព្រះបាទព្រះនរោត្តមសីហនុព្រមទាំងលោកសង់ហ្គោលីយេនិងលោកវ៉ាន់ម៉ូលីវ៉ាន់ដែលជាស្ថាបនិកសំខាន់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអគារពិព័រណ៍ iPatch Exhibition Hall កសាងក្រោមការឧបត្ថម្ភរបស់ប្រទេសជប៉ុននិងអ្នកមានទំនាក់ទំនងជាមួយនឹងសមាគមវិចិត្រសិល្បៈសន្តិភាពពិភពលោកដែលសំណង់នេះត្រូវបានបញ្ចប់ការសាងសង់នៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2009ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាបណ្ណាល័យរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលក្ខណៈពិសេសនៃអគារនេះគឺប្រើប្រាស់ឥដ្ឋកញ្ចក់ក្នុងគោលបំណងទាញយកពន្លឺធម្មជាតិចូលក្នុងអគារនេះរចនាឡើងដោយពុំមានបង្អួចនោះទេដែលជំនួសដោយការរចនាបង្អួចបញ្ឆោតអគារសាកលវិទ្យាល័យគឺជាអគារមួយដែលមានអាយុកាលយូរណាស់មកហើយអគារសាកលវិទ្យាល័យនេះផងដែរមានទីតាំងនៅក្បែរច្រកទ្វារខាងលិចនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើមឡើយអគារសាកលវិទ្យាល័យនេះជាកន្លែងស្នាក់នៅរបស់លោកសុកហ្គោរីយេដែលសពថ្ងៃអគារនេះត្រូវបានប្រើប្រាស់ជាការិយាល័យសាកលវិទ្យាល័យនិងបុគ្គលិករដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោកសុកហ្គោរីយេជាអ្នកសហការប្រមូលផ្ដុំសាលាសិល្បៈនិងសិប្បករដោយធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរកម្ពុជានិងជាពិសេសជាមួយព្រះបរមរាជវាំងអគារសាកលវិទ្យាល័យត្រូវបានរចនាជារាងអក្សរ C ដែលបង្កើតបានជាលំហសួនកណ្ដាលនិងមានតួអគាររាងកោងនៅជ្រុងខាងឆ្វេងមានដំបូលពិតរាងពុតពេនទៅតាមរាងអគារនិងមានការតសញ្ញាបស្ទើរគ្រប់ជ្រុងទាំងអស់ព្រមទាំងលើកកម្ពស់ដំបូលបង្កើតជារាង8ជ្រុងហើយដំបូលនៃល្វែងបាំងសាចភ្ជាប់ជាមួយសសរ41ដើមសសរឈើនីមួយមានលក្ខណៈប៉ោងផ្នែកខាងគោលសសរនិងរួមតូចផ្នែកខាងចុងសសរលើពីនេះទៅទៀតយើងសង្កេតឃើញក្បាលសសរមានលក្ខណៈជាស៊ីឡាំង
ដែលមានរាងកោងនៅផ្នែកខាងក្រោមថ្នាំឈើដែលទ្រដោយសសរនៅល្វែងបាំងខ្សាយនោះមានការដាក់ឆ្លាក់ផ្នែកខាងចុងដែលធ្វើឲ្យថ្នាំកាន់តែមានសិល្បៈនិងមានសោភ័ណភាព ជាបន្តទៅទៀតនេះសូមលោកស្រីប្រិយមិត្តអញ្ជើញទស្សនាទស្សនភាពរូបរាងស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលយើងខ្ញុំបានដំឡើងដោយផ្ដើមចេញពីខ្លោងទ្វារទៅខាងជើងមើលពីលើដំណើររំកិលមកពីលើពីទិសខាងកើតម៉ូតូនឹងផ្លូវមកខាងទៀតហើយបន្តមកមើលខាងត្បូងឬក៏តាមបណ្ដោយផ្លូវខាងលិចមើលមកសាកលវិទ្យាល័យពីលើបាយទិសខាងជើងរហូតមកដល់នឹងខ្លោងទ្វារវិញបន្ទាប់មកយើងបង្ហោះមកមើលអគារបុរាណវិទ្យាមើលពីលើជ័យវរ្ម័នទី 7ធ្លាព្រះពិស្ណុកាកាន់តែចិត្តទៅយើងសូមបង្ហាញពីអគារថ្នាក់មូលដ្ឋានដោយផ្ដើមពីបណ្ដារូបសំណាកបុព្វបុរសដែលបង្កើតរូបរាងឲ្យសាលារចនានេះដំណើរការដំបូងគេទីតាំងអគារមូលដ្ឋាននៅជាប់នឹងខ្លោងទ្វារខាងជើងបន្ទប់សិក្សា
ពីរូបសំណាកនេះវិញចេញពីអគារមូលដ្ឋានមកយើងឆ្ពោះទៅមើលអគារសាកលវិទ្យាធិការដែលនៅជាប់របងខាងលិចនិងខាងជើងបង្ហាញពីបន្ទប់រដ្ឋបាលជុំរបស់ថ្នាក់ដឹកនាំក្រឡេកមកមើលអគារបុរាណវិទ្យាវិញម្ដងចូលពីច្រកខាងជើងមកជាន់ផ្ទាល់ដីដល់សារសម្ដែងជាន់ខាងលើវិញម្ដងបង្ហាញបន្ទប់រៀនជាច្រើនដែលនៅខាងលិចអគារនេះបង្ហាញរូបសំណាកព្រះបាទជ័យវរ្ម័នទី7ទ្រង់ភ្នែនស្រោបដោយពណ៌ទឹកមាស
គីមហាវិទ្យាល័យស្ថាបត្យកម្មនិងនគររូបនីយវិទ្យាដែលទាំងអស់មាន3អគារនៃមហាវិទ្យាល័យស្ថាបត្យកម្មរៀបជាកន្លែងធ្វើការនៅជាន់ផ្ទាល់ដីយើងឃើញអគារមួយទៀតដែលនៅជាន់ក្រោមជាបន្ទប់សិក្សាធំទូលាយហើយក៏ជាសាលប្រជុំរួមម្ដងម្កាលដែរជាសំណង់លំហខាងក្រោមធំស្រឡះសម្រាប់ជាកន្លែងភពមុខងារអាចប្រើប្រាស់បានគ្រប់បែបយ៉ាងតាមជណ្ដើរឡើងទៅជាន់ទី1បានបង្ហាញពីបន្ទប់សិក្សាដែលបង្អួចធ្វើពីកញ្ចក់ទាំងអស់អនុញ្ញាតឲ្យពន្លឺចូលល្អទាំងពីទិសខាងកើតនិងខាងលិចកញ្ចក់នេះគឺជាអគារមហាវិទ្យាល័យសិល្បៈសូនរូបដែលមានបង្ហាញពីបន្ទប់សិក្សាទាំងជាន់ខាងលើនិងជាន់ខាងក្រោម
វិទ្យាល័យដូរតន្ត្រី យើងបកមកមើលអគារលំហាត់អនុវត្តគំនូរចម្លាក់ នៅតាមដងផ្លូវចូលខាងឆ្វេងដៃក៏មានកន្លែងលក់កិច្ចការនិស្សិតនិងកន្លែងសម្រាប់រៀនរបស់និស្សិតផងដែរ ជាចុងក្រោយយើងមកមើលអគារបណ្ណាល័យដែលជាសំណង់ក្រោយគេវិញម្ដងអគារនេះបែរច្រកទ្វារមកខាងរបងធ្វើជាសន្ទះខណ្ឌតាមចន្លោះសសរងាយរក្សាភាពស្ងប់ស្ងាត់ ជាចុងបញ្ចប់នេះយើងខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតហេងសុផាឌីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបានអនុញ្ញាតឲ្យយើងខ្ញុំធ្វើការសិក្សាស្រាវជ្រាវស្វែងយល់អំពីស្ថាបត្យកម្មនៃសាកលវិទ្យាល័យដែលមានការដឹកនាំបង្ហាញផ្លូវពីលោកសាស្ត្រាចារ្យវ៉ាម៉ូរិនដែលលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះធ្វើឲ្យយើងខ្ញុំសម្រេចបាននូវការយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិទីតាំងនិងដើមកំណើតនៃអគារនីមួយៗរួមទាំងសកម្មភាពរបស់សាលាភូមិន្ទវិចិត្រសិល្បៈសូមអរគុណ